Subsabai. Subsabai. Let's do the memory verse. Và lấy dân đó chúng nói thì bây giờ nó số kho pre compy trong chấm chúng mới kia và dân khơi nó cái đá cầm thi phần dưỡng nơi chúng nói thì pi số kho pre compy trong chấm kể lấy số chúng mới kia muối pi bảy chỗ praka pre bẩn tul prom tiếng đi dây hai đi dây tiệt tua miên aka lọ cái đấy minh lọ cái đấyត្រូវបញ្យល់គេឲ្យដឹងខុសត្រូវស្ដីបន្ទោសដាស់តឿននិងបង្រៀនគេដោយចិត្តអត់ធ្មត់គ្រប់ចម្ពោះពេលព្រះអង្គម្ចាស់នាំអស់អ្នកដែលជាប់ជាឆ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញយើងទាំងអស់គ្នាដូចជាយល់សប្តិយើងសើចសប្បាយជានិច្ចយើងស្រែកជ័យខូពេលនោះក្នុងចំណោមប្រជាជាតិនានាគេបានពោលថាព្រះអង្គម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេព្រះអង្គម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែនហេតុនេះហើយបានជាយើងមានអំណរសប្បាយអោព្រះអង្គម្ចាស់អើយសូមប្រោះប្រទានឲ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញដោយវិលរហោឋានដ៏ហួតហែងមានទឹកហូរឡើងវិញយ៉ាងនោះដែរអ្នកណាសាបព្រោះទាំងទឹកភ្នែកអ្នកនោះនឹងច្រូតយកផលយ៉ាងសបាយអ្នកណាយកគ្រាប់ពូជចេញពីទៅព្រោះទាំងយំសោកអ្នកនោះនឹងកាត់កណ្ដាប់ស្រូវត្រឡប់មកវិញទាំងស្រែកហូរដោយអំណរបាទអញ្ចឹងនេះគឺជាខព្រះគម្ពីរចងចាំសម្រាប់យើងក្នុងការដែលយើងនឹងត្រូវសូត្រនៅថ្ងៃពុទ្ធបាទជាមួយគ្នាអរគុណព្រះអង្គ Okay, let's pray together. We begin the Sunday sermon. បាទឥឡូវសូមយើងអធិដ្ឋានជាមួយគ្នា Heavenly Father, thank you for your grace to gathering before the word this morning. ព្រះអង្គអរគុណដល់ព្រះអង្គសម្រាប់ព្រះគុណនិងសេចក្តីមេត្តាករុណាដែលយើងបានជួបជុំគ្នានៅពេលព្រឹកនេះ Thank you so much you save us so you can have fellowship and we can have eternal hope to the heaven. ព្រះអង្គអរគុណដែលព្រះអង្គបានសង្គ្រោះកូនហើយឲ្យកូនមានទីសង្ឃឹមដ៏អស្ចារ្យជានិច្ចនោះគឺជាការដែលយើងអាចនឹងទៅឯនគរឋានសួគ៌ជាមួយគ្នា Through your word, please clean us, please help us to guide us well and what we should do. ព្រះអង្គតាមរយៈព្រះបន្ទូលព្រះអង្គសូមព្រះអង្គបានសម្អាតកូនហើយដឹកនាំជីវិតរបស់កូនដើម្បីឲ្យកូនដើរនៅក្នុងផ្លូវដែលត្រឹមត្រូវហើយអ្វីដែលកូនទាំងអស់គ្នាត្រូវធ្វើផងដែរ Brother sister who couldn't join today, please help them to in same grace of God. ហើយបងប្អូនដែលមិនបានចូលរួមនៅថ្ងៃនេះផងដែរសូមព្រះអង្គបានជួយពួកគេហើយនឹងផ្ដល់ព្រះគុណដូចគ្នាសម្រាប់យើងទាំងអស់គ្នាផងដែរ Also we pray for the brother sister who have fellowship and Bible seminar in Korea. Please help them to preach the gospel boldly in Korea. Sister Shinnan and other brother sister over there. ហើយសម្រាប់បងប្អូនដែលនៅកូរ៉េដែលកំពុងតែថ្វាយបង្គំព្រះហើយនឹងផ្សាយដំណឹងល្អសូមឲ្យពួកគេមានសេចក្តីឃ្លាវខ្លាមានសេចក្តីក្លាហានក្នុងការដែលបម្រើព្រះអង្គនិងផ្សាយដំណឹងល្អដូចជាបងស្រីស៊ីណាននៅកូរ៉េផងដែរ We also pray for that next Saturday Sunday we will have a Bible seminar. Please help our seminar to be fulfilled your will to preach the gospel. ហើយសម្រាប់សប្តាហ៍ក្រោយដែលយើងនឹងធ្វើសិក្ខាសាលាសូមព្រះអង្គបានចាក់បំពេញកូននៅកម្លាំងប្រាជ្ញានិងអ្វីដែលកូននឹងត្រូវធ្វើនោះផងដែរ We also pray for the brother sister and the missionary out of whole world. Please help them to preach the gospel out there boldly so they can expand the God's kingdom. ហើយយើងអធិដ្ឋានសម្រាប់បេសកជនដែលនៅបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកដែលនឹងត្រូវបញ្ជូនទៅនោះសូមព្រះអង្គបានជួយពួកគាត់ឲ្យគាត់មានសេចក្តីឃ្លាវខ្លាក្នុងការដែលផ្សាយដំណឹងល្អដើម្បីឲ្យដំណឹងល្អបានសុសសាយនៅទូទាំងពិភពលោក Thank you so much. We pray in the name of our Lord Jesus Christ. សូមអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Let's open the Bible. Luke chapter 15. សូមបើកនៅក្នុងព្រះគម្ពីរលូកាជំពូក15 Gospel Luke chapter 15 verse 11 to 32. លូកា15ខ11ដល់ខ Luke chapter 15 32
verse 11. Luke chapter 15, verse 11. បាទលូកាចំពុក15ខ11 and verse 32. ហើយខ32 Can you read it slowly? from 11 to end. 13 Yes, 32. បាទខ្ញុំសូមអានជូនរួចទ្រង់ក៏មានបន្ទូលថាមានបុរសម្នាក់មានកូនប្រុស2កូនពៅនិយាយទៅឪពុកថាសូមលោកឪពុកប្រគល់ចំណែកមរតកដែលត្រូវចែកដល់ខ្ញុំនោះមកគាត់ក៏ចែកទ្រព្យនោះដល់កូនក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយហើយក៏បង្ហិនទ្រព្យទៅដោយលបែងដ៏ហួសខ្នាតកាលបានចាយអស់រលីងហើយនោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះវាក៏មានសេចក្តីទល់ក្ររួចទៅបំរើអ្នកស្រុកនោះម្នាក់ហើយគេប្រើឲ្យទៅឯវាលខ្វៀលហ្វូងជ្រូកវាមានចិត្តចង់ចំអែតពោះដោយសម្បកដែលជ្រូកស៊ីណាស់តែគ្មានអ្នកណាឲ្យសោះកាលវាភ្ញាក់ដឹងខ្លួននោះក៏គិតថាឪពុកអញមានជើងឈ្នួលប៉ុន្មានសុទ្ធតែមានអាហារបរិបូរណ៍គ្រប់គ្នាតែនៅទីនេះអញចិត្តដាច់ពោះស្លាប់ហើយអញនឹងក្រោកឡើងទៅនិយាយនឹងឪពុកនិយាយនឹងគាត់ថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកមែនខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេសូមទទួលខ្ញុំទុកដូចជាដើមជាជើងឈ្នួលលោកឪពុកវិញចុះលុះវាក៏ក្រោកឡើងដើរទៅលុះឪពុកឃើញពីចម្ងាយហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបវាទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទីទេតែឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងរួចយកកូនគោដែលបំពន់មកសម្លាប់ចុះយើងនឹងបរិភោគឲ្យសប្បាយចិត្តត្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅឯកូនច្បងនៅឯចំការកាលត្រឡប់មកជិតដល់ផ្ទះនោះក៏ឮសូរភ្លេងនិងរបាំគាត់ហៅពួកបាវម្នាក់មកសួរថាគេធ្វើអ្វីនឹងបាវនោះជម្រាបថាប្អូនលោកត្រឡប់មកវិញហើយលោកឪពុកបានសម្លាប់កូនគោដែលបំពន់ដោយព្រោះបានកូនមកវិញដោយសុខសាន្តដូច្នេះគាត់ក៏ខឹងមិនព្រមចូលទៅសោះបានជាឪពុកចេញមកអង្វរដល់គាត់តែគាត់ឆ្លើយថាមើលខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយមិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះតែលោកឪពុកមិនដែលឲ្យកូនពពេសំបីតែមួយឲ្យខ្ញុំបានសប្បាយជាមួយនឹងពួកមិត្តសម្លាញ់ខ្ញុំឡើយឯកូនលោកឪពុកដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកទាំងអស់ដោយនៅស្រីអ្នកលេងនេះកាលបានមកដល់នោះលោកឪពុកសម្លាប់កូនគោដែលបំពន់ឲ្យវាភ្លាមឪពុកក៏តបថាកូនអើយឯងបាននៅជាមួយនឹងអញជាដរាបឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរគួរឲ្យយើងស៊ីលៀងដោយអសប្បាយទៅពីព្រោះប្អូនឯងនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់បង់តែបានឃើញមកវិញហើយ Thank you. Verse 32. Let's read together verse 32. សូមអានជាមួយគ្នាខ32 1 ពី3គួរឲ្យយើងស៊ីលៀងដោយអសប្បាយទៅពីព្រោះប្អូនឯងនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់បង់តែបានឃើញមកវិញហើយ We are going to talk about lost son, the prodigal son in Luke chapter 15. បាទយើងនឹងសិក្សាជាមួយគ្នានៅក្នុងអត្ថបទព្រះគម្ពីរនេះតកតងអំពីកូនដែលបាត់បង់ Maybe you know this story very well. ប្រហែលជាយើងធ្លាប់បានដឹងហើយអំពីសាច់រឿងនៅក្នុងព្រះគម្ពីរនៅទីនេះ Story go like this. There's a two sons
And then one son took the father's wealth and he ran away. បាទអញ្ចឹងសាច់រឿងគឺដូចនេះគឺមានកូនប្រុស2នាក់ហើយកូនប្រុសម្នាក់នោះគឺគេបានយកអស់ទាំងទ្រព្យសម្បត្តិពីឪពុកហើយបានចេញទៅស្រុកឆ្ងាយ But he wasted all the money father gave, and after he become like a slave and he become like without food, he eating like the pig. Now he come back to the father. បាទប៉ុន្តែដល់ពេលដែលគាត់យកទ្រព្យសម្បត្តិទៅគឺគាត់បានបំផ្លាញទ្រព្យសម្បត្តិនោះហើយគាត់ក៏ត្រឡប់ទៅជាទួលក្រត្រឡប់ទៅជាអ្នកបម្រើរបស់គេហើយក្រោយមកទៀតគឺគាត់បានវិលត្រឡប់មករកឪពុករបស់គាត់វិញ And father received him without any condition. He recovered as a son, and he joyful his son is recovered from the death. បាទអញ្ចឹងយើងឃើញឪពុករបស់គាត់បានទទួលកូនរបស់គាត់វិញដោយឥតលក្ខខណ្ឌនោះឡើយគាត់បានអោបហើយបានមានសេចក្តីអំណរជប់លៀងជាមួយនឹងគ្នាណាទោះបីបើការអាក្រក់ដែលកូននោះធ្វើប្រមាណក៏ដោយ But this is a story about between sinner and God. នេះគឺជាសាច់រឿងបាទជាគំរូបង្ហាញអំពីមនុស្សមានបាបហើយនឹងព្រះ Before we born again, we are lost son. មុនពេលដែលយើងកើតជាថ្មីគឺយើងប្រៀបដូចជាកូនដែលបាត់បង់ដូចគ្នាដែរ Our Father God waiting for us to come back, return to Him. ហើយឪពុកយើងដែលជាព្រះអង្គរងចាំយើងដើម្បីឲ្យយើងវិលត្រឡប់មកវិញ When we return to Him, God receiving and recover the son back. ជានៅពេលដែលយើងបានវិលត្រឡប់មកវិញព្រះអង្គនឹងអត់ទោសឲ្យយើងនឹងអសប្បាយនឹងលេខខ្វល់អំពីកំហុសរបស់យើងទៀតហើយ So today we're gonna learn about who we were before we born again, like a lost son and sinner. បាទអញ្ចឹងនៅថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាថាតើយើងធ្លាប់ជានរណាហើយយើងគឺប្រៀបដូចជានរណាដែលយើងជាមនុស្សមានបាបនោះ And number two, just like a lost son has a suffering, then he thinking to go back to our father, his father. God gives suffering and tribulation so we can come back to the Lord sometime. បាទដូចគ្នាដែរដូចជាចំណុចទី2ដែលកូនប្រុសគេជួបនៅបញ្ហាទុក្ខវេទនាគេបានវិលត្រឡប់ទៅរកព្រះដូច្នេះយើងជាមនុស្សពេលខ្លះព្រះអង្គឲ្យយើងបានជួបនៅបញ្ហាផ្សេងៗដើម្បីឲ្យយើងអាចនឹងវិលត្រឡប់ទៅរកព្រះផងដែរ When we do that and God takes His son without condition and receiving and forgiving everything, just like our God does to us. បាទអញ្ចឹងដូចគ្នាដែរដល់ពេលយើងបានធ្វើបែបនោះយើងបានវិលត្រឡប់ទៅរកព្រះបែបនោះគឺព្រះអង្គនឹងទទួលយើងដោយឥតលក្ខខណ្ឌព្រះអង្គនឹងយកយើងណាដោយមិនខ្វល់ពីអំពើបាបរបស់យើងនោះឡើយ So we're gonna learn about this today. អញ្ចឹងយើងនឹងសិក្សាអំពីការទាំងអស់នេះ Verse 11 and 12. នៅក្នុងខ1ហើយនិងខ12 Then he said, a certain man had two sons, and the younger of them said to his father, Father, give me the portion of good that falls to me. So he divided to them in his livelihood. Verse 13, and not many days after, the younger son, gathered all together, journeyed to the far country, and there wasted the possessions with the prodigal living. Verse 14, but when he had spent all, those arose a severe famine in the land, and began to be in want. Verse 14 until បាទក្នុងខ11ដល់14ថារួចទ្រង់ក៏មានបន្ទូលថាមានបុរសម្នាក់មានកូនប្រុស2កូនពៅនិយាយទៅឪពុកថាសូមលោកឪពុកប្រគល់ចំណែកមរតកដែលត្រូវចែកដល់ខ្ញុំនោះមកគាត់ក៏ចែកទ្រព្យនោះដល់កូនក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយហើយក៏បង្ហិនទ្រព្យទៅដោយឡែកដោយលបែងដហួសខ្នាតកាលបានចាយអស់រលីងហើយនោះកើតមានអំណត់ជាខ្លាំងនៅស្រុកវាក៏មានសេចក្តីទូលក្រ Father provided everything to sons. បាទឪពុកតែងតែផ្ដល់នៅអ្វីគ្រប់យ៉ាងទៅដល់កូន Food, clothes, life, shelter, everything God provide. បាទអញ្ចឹងដូចជាព្រះដែលព្រះអង្គផ្ដល់នៅអ្វីសម្រាប់យើងបាទដូចជាចំណីអាហារសម្លៀកបំពាក់បាទអ្វីផ្សេងទៀតជាច្រើន Just like a God provide everything to us, breath, living, everything, because He is good God. បាទដូចជាព្រះអង្គដែលព្រះអង្គផ្ដល់នៅអ្វីគ្រប់យ៉ាងមកដល់យើងផ្ដល់នៅខ្យល់ដកដង្ហើមខ្យល់ផ្ដល់នៅអាហារពីព្រោះដោយសារតែព្រះអង្គជាព្រះដែលល្អ But
the son tried to living the father because he only concerned about money and position father has it. He does not love his father. បាទប៉ុន្តែសម្រាប់កូននៅទីនេះគឺគេអត់ខ្វល់អំពីសេចក្តីស្រឡាញ់របស់ឪពុកទេគឺគេស្រឡាញ់ប្រាក់ជាជាងដូច្នេះបានជាគេសុំប្រាក់មកពីឪពុក Just like that, when God provided everything to Adam and Eve in the Garden of Eden, God provided everything to the Adam and Eve. បាទដូចគ្នាដែរដូចជាអាដាមហើយនិងអេវ៉ានៅពេលដែលព្រះអង្គបានបង្កើតគេមកព្រះអង្គបានផ្ដល់ឲ្យគេណានៅអ្វីអ្វីគ្រប់យ៉ាងនៅពេលនោះ God gave a universe and then a mountain, river, ocean, animal, all the tree. God gave free to បាទ Adam ព្រះអង្គ and បាន Eve. ផ្ដល់ឲ្យពួកគេនៅសម្បីតែចក្រវាលសម្បីតែអ្វីដែលព្រះបានបង្កើតភពផែនដីណាទន្លេទឹកដើមឈើផ្សេងៗគឺព្រះអង្គបង្កើតសម្រាប់ពួកគេ And also God gave them free will. ហើយព្រះក៏ផ្ដល់ឲ្យគេមានសេរីភាពផងដែរ What is free will? តើអ្វីទៅជាសេរីភាពនោះ Is Adam and Eve to love God or not love God? They have a own decision. They can make it. បាទមានន័យថាអាដាមហើយនិងអេវ៉ាគេមានសេរីភាពណាក្នុងការដែលស្រឡាញ់ព្រះឬក៏គេមិនស្រឡាញ់ព្រះគឺគេអាចសម្រេចចិត្តខ្លួនឯង Adam and Eve can obey God and disobey God in His own free will. បាទមានន័យថាអាដាមហើយនិងអេវ៉ាហ្នឹងគេចង់ស្ដាប់ប្រកបព្រះក៏បានគេមិនចង់ស្ដាប់ប្រកបព្រះក៏បានគឺការសម្រេចចិត្តរបស់គេ They can choose whatever they want to do. គេចង់ធ្វើអ្វីដែលគេចង់ធ្វើ Let me ask you then, why God give us and Adam and Eve the free will to choose not obey God, not love God? បាទហេតុអីក៏ព្រះអង្គបានផ្ដល់ណាមកដល់អាដាមនិងអេវ៉ាហើយយើងទាំងអស់គ្នាផងដែរថាផ្ដល់សេរីភាពណាកុំដែលគេអាចនឹងមិនស្រឡាញ់ព្រះឬក៏មិនស្ដាប់បង្គាប់ព្រះហេតុអីក៏ព្រះអង្គផ្ដល់សេរីភាព God can make Adam and Eve only love God, only obey God. No decision they cannot make it. God can just program to love God only, obey God only. បាទចការពិតព្រះក៏អាចដែរព្រះអង្គអាចធ្វើបានព្រះអង្គអាចធ្វើឲ្យអាដាមនិងអេវ៉ាឬក៏យើងទាំងអស់គ្នាហ្នឹងណាស្រឡាញ់ព្រះឬក៏ស្ដាប់បង្គាប់ព្រះតែប៉ុណ្ណោះណាមិនផ្ដល់ឱកាសក្នុងការដែលមិនស្រឡាញ់ព្រះឬក៏មិនស្ដាប់បង្គាប់ព្រះក៏ព្រះអង្គអាចធ្វើបានដែរ But God did not do that. ប៉ុន្តែព្រះអត់បានធ្វើបែបហ្នឹងទេ Why? ហេតុអី Because God knows true love cannot be programmed, cannot be forced. ពីព្រោះព្រះអង្គជ្រាបថាសេចក្តីស្រឡាញ់ពិតប្រាកដគឺមិនមែនដោយការដែលបង្ខិតបង្ខំឬក៏ជាគំនាបអ្វីមួយដើម្បីឲ្យអ្នកនោះធ្វើនោះទេ Let's say you call the smartphone company. Oh, my phone has a problem. What they say? Oh, customer, I'm sorry, but we're taking care of you. I love you so much. If they answer like that phone, we don't believe it. They love me. បាទឧទាហរណ៍បើសិនបើយើងប្រើទូរស័ព្ទ smart អញ្ចឹងពេលយើង call ទៅវាមានបញ្ហាច្រើនហើយយើង call ទៅក្រុមហ៊ុនគេថាអូយើងយកចិត្តទុកដាក់ចំពោះអ្នកឯងលួចទូរស័ព្ទអ្នកឯងអីផ្សេងបាទអញ្ចឹងប្រហែលជាយើងអត់ជឿទេណាដល់ពេលដែលយើងឃើញពីទង្វើបែបហ្នឹង Let's say I made a perfect robot, looks like a human, speak like a thinking like they say, Honor, Lord, I love you so much. I love you. Even they do that, we don't trust that because they are not truly love me. They are programmed. បាទឧទាហរណ៍បើសិនបើខ្ញុំអាចនឹងបង្កើតនៅរូបយន្តមួយណាអាចនឹងឲ្យគេចេះនិយាយអាចមានកាយវិការអីផ្សេងហើយគេនិយាយមកកាន់យើងដែលជាអ្នកបង្កើតគេថាអូចវាយអើយខ្ញុំស្រឡាញ់លោកខ្លាំងណាស់អញ្ចឹងសម្រាប់យើងតើយើងនឹងជឿទេអំពីសេចក្តីស្រឡាញ់នោះជាការពិតគឺមិនអាចទេពីព្រោះគេគ្រាន់តែជារូបមួយឬក៏ជាអ្វីមួយដែលគេបញ្ជាតែប៉ុណ្ណោះ You feel your loved one, your family true love because they have make the decision. Even they can make the decision to not to love or love what they choose voluntarily. That's why we can feel the love. បាទយើងអាចនឹងមានអារម្មណ៍មួយពីសេចក្តីស្រឡាញ់មួយពិតប្រាកដតាមរយៈគ្រួសារយើងឬក៏បងប្អូនយើងពីព្រោះដោយសារតែគេអាចនឹងមានសេរីភាពក្នុងការដែលជ្រើសរើសមិនស្រឡាញ់យើងឬក៏មិនតាមយើងប៉ុន្តែគេបានស្រឡាញ់យើងអញ្ចឹងយើងមានអារម្មណ៍មួយថានោះគឺជាសេចក្តីស្រឡាញ់មួយពិតប្រាកដ But do you understand why God give Adam and Eve the free will? បាទយើងដឹងហេតុអីក៏ព្រះអង្គផ្ដល់អាដាមហើយនិងអេវ៉ាឲ្យពួកគេមានសេរីភាព Do you understand? យើងយល់ទេ
because if Adam and Eve just programmed to love God and obey God only, it's not true. It's programmed. But if you to love someone, you need to have a free will. They have a choice to love or not to love, but they voluntarily choose love. That feel real love, right? បាទអញ្ចឹងបើសិនបើព្រះប្រកបឲ្យអាដាមនិងអេវ៉ាគ្រាន់ឲ្យស្រឡាញ់តែប៉ុណ្ណោះអត់ឲ្យមានសេរីភាពអីទេអត់ឲ្យសម្រាប់ចិត្តខ្លួនឯងគឺស្រឡាញ់តែប៉ុណ្ណោះអញ្ចឹងមានន័យថាទោះបីអាដាមមានសេចក្តីស្រឡាញ់ក៏ដោយប៉ុន្តែនោះគឺមិនមែនជាសេចក្តីស្រឡាញ់ពិតប្រាកដនោះឡើយពីព្រោះដោយសារតែជាគំនាបដែលមកពីព្រះប៉ុន្តែបើសិនបើគេមានសេចក្តីស្រឡាញ់ឬក៏គេស្ដាប់បង្គាប់ពីចិត្តផងគេនោះគឺជាសេចក្តីស្រឡាញ់ឬក៏ការស្ដាប់បង្គាប់ដែលពិតប្រាកដ But how Adam and Eve used their free will? They used their free will to not to listen to God's word, but listen to serpent. Oh, if you eat that fruit, you will be wise as God. បាទប៉ុន្តែយើងឃើញអាដាមនិងអេវ៉ាគេប្រើសេរីភាពរបស់គេយ៉ាងម៉េចណាគេប្រើសេរីភាពគឺគេជ្រើសរើសដោយមិនស្ដាប់បង្គាប់ព្រះគេផ្ទុយទៅវិញគឺគេស្ដាប់បង្គាប់តាមអរិយសតាំងណាដោយស្ដាប់តាមអរិយប្រាប់ថាមិនថាឲ្យស៊ីផ្លែនោះទៅអ្នកឯងនឹងមានប្រាជ្ញាអ្នកឯងនឹងបានភ្នែកភ្លឺ Bookmark this one, Genesis chapter 3. សូមយកអីខាន់នៅកន្លែងទៅនេះហើយយើងមើលនៅក្នុងព្រះគម្ពីរផងយើងលោកកបាត់ជំពូក3 Genesis chapter 3 verse 5. ជំពូក3ក្នុងខ5 Genesis chapter 3 verse 5 say, For God knows that in the day you eat of it, your eye will be open and you will be like God, knowing good and evil. ថាត្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែលអ្នកបរិភោគនោះភ្នែកអ្នកនឹងបានភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងការខុសត្រូវផង Satan mixed with the true and lie. បាទអញ្ចឹងអរិយវាបញ្ចូលណាបញ្ចូលមโนគមវាបញ្ចូលការបោកបញ្ឆោតហ្នឹងវានិយាយពាក្យខ្លះខុសបាទតែពាក្យខ្លះត្រឹមត្រូវផងដែរ If you mix with the true and lie, is true or lie? ចឹងបើសិនបើយើងយកអាការដែលខុសហើយនឹងការពិតយកមកបញ្ចូលគ្នាតើយើងរាប់បានការនោះជាការអី Lie. What is lie in Khmer? ការកុហក Kao hok. Hok. Okay. ការកុហក Because Satan say you will be like God. That's not true. They cannot be like God, but they know the knowledge of good and evil. បាទអញ្ចឹងហើយអរិយប្រាប់ថាអ្នកឯងនឹងបានដូចជាព្រះប៉ុន្តែជាការពិតគឺគេមិនអាចនឹងដូចជាព្រះបានទេគេគ្រាន់តែដឹងការខុសត្រូវតែប៉ុណ្ណោះ That's why when they took the fruit, they found out they naked because they found out naked is shameful because they know that's the evil thing before God. បាទម្ល៉េះហើយបានជានៅពេលដែលគេដឹងខុសត្រូវហ្នឹងគឺនៅពេលដែលគេញ៉ាំភ្លាមគេចាប់ដើមឃើញរូបកាយគេនៅអាក្រាតនោះគឺជាការអាម៉ាស់មួយណានៅចំពោះព្រះដូច្នេះបានជាគេដឹងអំពីការនោះ But that's why they try to cover themselves by picture leaf. ម្ល៉េះហើយបានជាគេខំបិទបាំងរូបកាយគេតាមរយៈស្លឹកលវាដោយដេកជាសម្លៀកបំពាក់ហ្នឹង Because when they took the fruit, they separate from God. They found out their nakedness, and God is far away. That's how find out that's the not righteousness before God. បាទអញ្ចឹងក្រោយមកទៀតគឺគេបានដឹងណាគេបានដឹងថាខ្លួនគេនៅអាក្រាតហើយគេចាប់ផ្ដើមនឹងបែកឆ្ងាយពីព្រះណាចេញពីព្រះគេមានអារម្មណ៍មួយថាគឺគេកំពុងតែឃ្លាតឆ្ងាយពីព្រះហើយ So they don't have they can distinguish good and evil. We can know what's good and evil, but people we born again, we don't have power to do good. We don't have power to away from the evil all the time because we are simple. We are separate from God. បាទអញ្ចឹងនៅពេលដែលយើងបាននៅដាច់ពីព្រះនៅឡើយមានន័យថាយើងអត់អាចដឹងអ្វីដែលជាការល្អអ្វីដែលជាការអាក្រក់យើងអាចនឹងគេចរួចពីការអាក្រក់គឺជាអំពើបាបនោះឡើយនៅពេលដែលយើងកើតជាថ្មីប៉ុន្តែពេលយើងកើតជាថ្មីហើយគឺយើងអាចនឹងដឹងអាចនឹងមើលឃើញអ្វីល្អអ្វីអាក្រក់ Adam and Eve have a free will to listen to God's word. If you eat that fruit, you will die that day. Or if you eat it, you will be like God and you will be no good and evil. He can choose it, right? They have a free will, Adam and បាទអ Eve. ញ្ចឹងនៅពេលហ្នឹងនៅពេលដែលអាដាមនិងអេវ៉ាស្ដាប់សំឡេងរបស់ពស់ហើយក៏គេអាចនឹងជ្រើសរើសផងដែរទោះបីបើពស់ថាមិនថាអ្នកឯងនឹងដូចជាព្រះអ្នកឯងនឹងបានភ្នែកភ្លឺអីផ្សេងៗអញ្ចឹងគេក៏អាចនឹងប្រើសេរីភាពក្នុងការដែលជ្រើសរើសតើគេតាមពស់ឬតាមព្រះ But they choose Satan's word. ប៉ុន្តែគេជ្រើសរើសយកតាមផ្លូវរបស់អរិយ They want to be like God. ពីព្រោះគេគិតថាគេ
គេចង់ឲ្យคล้ายទៅជាព្រះ It's like a betrayal. អានឹងគឺប្រៀបដូចជាគេបានបដិសេធឬក៏គេបោះបង់ចោលផ្លូវរបស់ព្រះផងដែរ Let's say king give you to the house, king treat you like a son, king give you a ring, king give you an army, everything, and you against the king to kill and become a king. That's betrayal. បាទឧទាហរណ៍ដូចជាយើងឃើញថាឧទាហរណ៍មានស្ដេចមួយស្រឡាញ់យើងផ្ដល់អ្វីៗសម្រាប់យើងឲ្យយើងរាប់យើងដូចជាកូនអញ្ចឹងប៉ុន្តែស្រាប់តែយើងចង់សម្រាប់ព្រះឬក៏មិនស្ដាប់តាមអ្វីដែលជាព្រះបន្ទូលនៃស្ដេចហ្នឹងគឺដូចជាយើងកំពុងតែបះបោរហើយនឹងប្រឆាំងជាមួយនឹងស្ដេចហ្នឹងអញ្ចឹង God gave everything to Adam, like a life and breath, all things, and God treat you to like a son. But Adam and Eve treat God as like a betrayal, and they want to become a God themselves. It's totally biggest sin they committed before God because they not listen God. បាទដូចគ្នាដែរដូចជាអាដាមហើយនិងអេវ៉ាផងដែរយើងឃើញថាព្រះបានផ្ដល់នៅអ្វីៗសម្រាប់គេណាគ្រប់បែបយ៉ាងប៉ុន្តែផ្ទុយទៅវិញគឺគេចង់បានឲ្យខ្លួនគេដូចជាព្រះអញ្ចឹងគឺជាគំនិតនេះឯងគឺគេកំពុងតែប្រឆាំងបះបោរជាមួយនឹងព្រះនេះគឺជាអំពើបាបមួយដែលធំបំផុត Then why God allowed to Adam and Eve to have a good and evil tree? Why God give a free will to Adam and Eve at the first place? Why? បាទយើងសួរថាហេតុអីក៏ព្រះបានផ្ដល់នៅសេរីភាពទៅដល់អាដាមហើយនិងអេវ៉ាហើយព្រះអង្គបានដាក់នៅដើមដឹងខុសត្រូវនោះនៅសម័យដំបូងនោះធ្វើអីហេតុអ្វី Do you think God knows Adam and Eve take the good and evil or he didn't know? តើយើងគិតថាព្រះអាចជ្រាបទេព្រះអង្គអាចនឹងជ្រាបថាអាដាមនិងអេវ៉ាមកតបេះផ្លែហ្នឹងយកមកស៊ីហើយតើយើងដឹងទេដឹងថាព្រះអង្គដឹងឬក៏អត់ Sunda, God knows or didn't know? យើងជឿថាព្រះអង្គដឹងទេព្រះអង្គដឹងមុនទេ Then why God allow? ចឹងហេតុអីក៏ព្រះឲ្យការនឹងកើតឡើងទៀត It's like this. មូលហេតុគឺដូចនេះ God and us and Satan, we obey Satan, so we supposed to go eternal hell. បាទឧទាហរណ៍ដូចជាព្រះយើងហើយនឹងអរិយអញ្ចឹងសិនពីយើងតាមអរិយយើងនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង But God is graceful and good God. ប៉ុន្តែដោយសារព្រះគឺព្រះអង្គពេញដោយព្រះគុណហើយជាព្រះដ៏ល្អ So he gave only son in cross, Jesus Christ, to sacrifice their son, their sins. អញ្ចឹងព្រះបានបញ្ជូនព្រះជីវត្រាគឺជាព្រះយេស៊ូវគ្រីស្ទសគត់នៅលើឈើឆ្កាងដើម្បីនឹងលួសបាបរបស់ពួកយើង Not turning back to the creature as a Garden of Eden, but he make the son of God now. បាទអញ្ចឹងមានន័យថាយើងមិនមែនត្រូវការវិលទៅសម័យដែលព្រះបង្កើតពីដើមនោះទេប៉ុន្តែយើងត្រូវការបែរទៅរកព្រះដែលព្រះអង្គបានបញ្ជូនមក It's like we against our Lord and steal their money and we run away. But God recover our position as not only servant, now he adopted son. That kind of grace God given back to us. បាទមានន័យថាដូចជាយើងដែលលួចលុយផងព្រះហើយយើងរត់ទៅឆ្ងាយប៉ុន្តែផ្ទុយទៅវិញព្រះអង្គបានអត់ទោសឲ្យយើងណាតាមរយៈព្រះហើយព្រះអង្គមិនរាប់យើងជាបាវបំរើឬក៏ទេសករប៉ុន្តែព្រះអង្គរាប់យើងដូចជាកូនចិញ្ចឹមវិញ Before Adam and Eve commit the sin, before Jesus Christ coming, we are all creature, we are all sinner before God. But after Adam and Eve commit the sin, Jesus come back, we become a sons of God. New title. បាទអញ្ចឹងមុនពេលដែលព្រះគ្រីស្ទយាងមកបាទយើងគឺដូចជាមនុស្សមានបាបណាដូចជាមនុស្សដែលវង្វេងប៉ុន្តែក្រោយពេលដែលអាដាមប្រព្រឹត្តអំពើបាបហើយព្រះគ្រីស្ទបានយាងមកផែនដីអញ្ចឹងយើងបានត្រឡប់ទៅជាមនុស្សមួយថ្មីគឺជាអ្នកដែលសុចរិតវិញត្រូវបានរាប់ជាសុចរិតវិញ We can understand through the Luke chapter 15 how father treat the prodigal son. បាទយើងឃើញនៅក្នុងព្រះគម្ពីរលូកាចំពុក15ថាតើឪពុកណាដែលធ្វើចំពោះកូនបែបណា Adam and Eve committed sin, but God did not put them into the hell, but God recover to the son back. បាទអញ្ចឹងយើងឃើញអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាបព្រះអង្គមិនបានទម្លាក់គេទៅក្នុងបឹងភ្លើងទេប៉ុន្តែព្រះអង្គបានសង្គ្រោះគេរាប់គេធ្វើជាកូនវិញ Prodigal son is the same. He sold all the wealth of wasted all the wealth of father
and he become poor, he become miserable, just like us. បាទដូចគ្នាដែរដូចជាកូនពៅនឹងអញ្ចឹងណាកូនពៅនឹងគេបានយកទ្រព្យសម្បត្តិគេយកទៅបំផ្លាញគេត្រឡប់ទៅជាក្រគេជួបបញ្ហាជួបការលំបាកជាច្រើន But his biggest sin is not wasting of money, biggest sin is not committed, but biggest sin is he away from Father, he lived by himself. បាទអញ្ចឹងអ្វីដែលជាអំពើបាបដ៏ធំបំផុតនោះគឺមិនមែនដោយព្រោះតែគេបំផ្លាញទ្រព្យសម្បត្តិគេមិនមែនដោយមានប្រព្រឹត្តនៅការអ្វីផ្សេងៗដែលជាបាបធំនោះទេប៉ុន្តែគឺគេបានបែកចេញពីឪពុកគេនោះហើយគឺជាអំពើបាបដែលធំបំផុត Jeremiah chapter 2 verse 13. យេរេមៀចំពុក4 ចំពុក4ខត3 yes. Jeremiah chapter 2 B ចំពុក2 ចំពុក2 យេរេមៀចំពុក2ខ13 sorry 13 chapter 2 verse 13 បាទខ13ខ្ញុំនឹងអាន Let's read together បាទសូមអានជាមួយគ្នា1 3ត្បិតរាជអញបានប្រព្រឹត្តអំពើអាក្រក់2យ៉ាងគឺបានទាំងបោះបង់ចោលអញដែលជាក្បាលទឹករស់ហើយបានដាប់ធ្វើអាងវិញជាអាងប្រេះបែកដែលទុកទឹកមិនបានផង Israel people supposed to be rely on God provide the thing but they rely on the idol they rely on their wells they digging បាទអញ្ចឹងយើងឃើញអ៊ីស្រាអែលគឺគេគួរតែទុកចិត្តព្រះដូចជាព្រះប៉ុន្តែគេមិនបានទុកចិត្តព្រះទេគេទុកចិត្តទៅលើរូបសំណាកនៃព្រះផ្សេងដែលគេថ្វាយបង្គំហើយគឺគេទុកចិត្តទៅលើខ្លួនឯងដូចជាអាងទឹកដែលគេធ្វើដោយខ្លួនឯងអញ្ចឹងគេទុកចិត្តទៅលើការនឹងវិញ They have a biggest sin to forsake God that's evil before God's eye អញ្ចឹងគេមានអំពើបាបមួយដែលគេបានបដិសេធព្រះចោលគេច្រានព្រះចោលដូច្នេះនេះហើយគឺជាអំពើបាបដ៏ធំនៅចំពោះព្រះ Verse 19 let's read together ក្នុងខ19បាទខ19អំពើទុច្ចរិតរបស់ឯងនឹងវាយផ្សាលឯងហើយការរាថយរបស់ឯងនឹងស្ដីបន្ទោសឯងវិញដូច្នេះចូលពិចារណាហើយដឹងថាការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃឯងឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួននោះជាការអាក្រក់ក៏ជូរជាត់ណាស់ហើយនេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ God said you have forsaken the Lord your God and fear of me is not in you God angry when we forsake the God បាទដូច្នេះដល់ពេលដែលយើងបានបោះបង់ព្រះចោលមានន័យថាយើងបានបដិសេធព្រះដូច្នេះព្រះអង្គនឹងមានប្រហាតីខ្ញាល់ចំពោះយើង After they forsake the God after they leaving the Father this is what happened បាទអញ្ចឹងដល់ពេលដែលគេបានចាកចេញពីឪពុកឬក៏គេបោះបង់ចោលឪពុកបាទនោះនឹងមានហេតុការណ៍ដែលនឹងកើតឡើង Luke chapter 15 យើងមើលនៅក្នុងលូកាផងយើងចំពុក15ហ្នឹង Verse 13 and not many days after the younger son gathered all together journeyed to the far country and they wasted his possessions with the prodigal living but when he had spent all those aroused a severe famine in the land and he began to be in want verse 15 then he went and joined himself to a citizen of that country he sent him into the field of feed swine verse 16 and he would gladly have filled his stomach with the parts that the swine ate and no one gave him anything បាទពីខ13ទៅក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយហើយក៏បង្ហិនទ្រព្យទៅដោយលបែងដ៏ហួសខ្នាតកាលបានចាយអស់រលីងហើយនោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះវាក៏មានសេចក្តីទល់ក្ររួចទៅបំរើអ្នកស្រុកនោះម្នាក់ហើយគេប្រើឲ្យទៅឯវាលខ្វៀលហ្វូងជ្រូកក៏មានចិត្តចង់ចំអែតពោះដោយសម្បកដែលជ្រូកស៊ីណាស់តែគ្មានអ្នកណាឲ្យសោះ Prodigal son went head over steady he ate the food of a swine have you eaten the swine food បាទយើងធ្លាប់ញ៉ាំសម្បកចំណីកាកសំណល់ពីជ្រូកពីអីហ្នឹងយើងដែរធ្លាប់ញ៉ាំទេ
Have you ate like pig food? ដែលញ៉ាំអីដែលញ៉ាំមហូបជ្រូកអាហារផាន់ជ្រូកដែលវាសល់វាអីហ្នឹងដែលទេ But think about it. He never washed the hair, long hair, like bad clothing and smell, and he eat the food. He's like an animal. He no longer like a human anymore. បាទអញ្ចឹងយើងសម័យជាមួយគ្នាយើងឃើញនៅពេលនោះប្រហែលជាគាត់នឹងដូចជាសត្វអញ្ចឹងណាប្រហែលគាត់នឹងមានមិនបានកាត់សក់វែងឬក៏មានសម្លៀកបំពាក់ដែលស្លៀកយូរថ្ងៃត្រូវជាកខ្វក់អញ្ចឹងប្រហែលជាជីវិតគាត់ពេលហ្នឹងគឺដូចជាសត្វផងដែរ Sometimes God allows suffering and difficulty in our life to look up to God and come back to God. ពេលខ្លះព្រះអង្គអាចនឹងផ្ដល់ឲ្យយើងជួបនៅបញ្ហាការលំបាកផ្សេងៗទុក្ខវេទនាដើម្បីឲ្យយើងបានបែរទៅរកព្រះហើយវិលត្រឡប់ទៅរកព្រះ We need to see the sign. We need to see the God's message. If we have a difficulty in our life, we need to think about it. That's a sign of God asking me to come back. បាទយើងត្រូវតែមើលអំពីទីសម្គាល់នោះណាតាមរយៈព្រះបន្ទូលព្រះបើសិនបើយើងឃើញអំពីហេតុការណ៍ដែលកើតឡើងតកតងនឹងការហ្នឹងយើងត្រូវដឹងថាព្រះអង្គចង់ឲ្យយើងវិលត្រឡប់ទៅរកព្រះ Lamentation chapter 3. Lamentation after Jeremiah. Next one. Lamentation chapter 3 verse 33. បរិទេវ Lamentation chapter 3 verse 33. After Jeremiah. Lamentation បាទបរិទេវ chapter 3 ចំពុក3 verse 33. ខ33 Let's read together. បាទសូមអានជាមួយគ្នាពីព្រោះទ្រង់មិនធ្វើទុកឬឲ្យមនុស្សជាតិត្រូវវេទនាដោយស្ម័គ្រពីព្រះハរតីទេ For he does not afflict willingly nor grieve the children of man. He's now willingly give us a suffering. He has a more good purpose to come us back to the Lord. បាទចាំមានន័យថាព្រះអង្គមិនស្ម័គ្រប្រតិក្នុងការដែលធ្វើឲ្យយើងបានវេទនានោះទេព្រះអង្គគឺមានគោលបំណងដើម្បីឲ្យយើងបានវិលត្រឡប់មករកព្រះវិញ Think about us before we born again. We have some problem and difficulty in our life. សូមឲ្យយើងគិតពីជីវិតយើងមុនពេលយើងកើតជាថ្មីយើងមានបញ្ហាការលំបាកផ្សេងៗជាច្រើននៅក្នុងជីវិតយើង Maybe brother sister in Korea they have a difficulty in right now to listen to the word of God. បាទដូចជាបងប្អូនដែលនៅប្រទេសកូរ៉េបងប្អូនស្រីៗប្រហែលអ្នកនៅទីនោះឥឡូវគាត់កំពុងតែមានការលំបាកពេលខ្លះពិបាកការដែលយល់ព្រះបន្ទូលព្រះ Do you know Sister Sinan who came to the Cambodia? ស្គាល់បងស្រីស៊ីណានទេដែលបានមកប្រទេសកម្ពុជាយើងប្រហែល You have met her, right? Some people met? Nobody met? Oh. But this page picture is she's evangelizing 3 Cambodian lady right now. បាទអញ្ចឹងនៅក្នុងរូបភាពយើងហ្នឹងគឺមាន4អ្នកស្រីហ្នឹងមានបងស៊ីណានម្នាក់ហើយនឹងមានបងស្រី3នាក់ទៀតដែលគាត់កំពុងតែផ្សាយនឹងល្អឲ្យបងស្រី3នាក់នោះនៅទីនោះ I have a name. Hold on a second. បាទខ្ញុំមានឈ្មោះពួកគាត់ផងដែរនៅនោះ She asked us pray for them. គាត់បានសូមឲ្យយើងអធិដ្ឋានឲ្យពួកគាត់ទាំង3នាក់ហ្នឹង The Sopiup, Sister Shinan, and Sriper and Sokom. បងស្រីពៅហើយនិងបងសុខុន Yeah, Sopiup, បងសុភីប Shinan, បងស៊ីណាន Sriper, បងស្រីពៅ and Sokom. ហើយបងសុខុប That's the picture of ចឹង name គាត់4នាក់ហ្នឹងណា from the left. So pray for them. They listen to the gospel right អ now. ធិដ្ឋានសម្រាប់គាត់ដើម្បីឲ្យពួកគាត់ដែលកំពុងតែស្ដាប់ដំណឹងល្អហ្នឹងឲ្យគាត់បានប្រែចិត្ត But what I want to say is they have a difficult life in Korea to walking away from the country. They have suffering sometimes, right? Missing their family. យើងឃើញអ្វីដែលជាបញ្ហារបស់គាត់ការលំបាករបស់គាត់ដូចថាឥឡូវគាត់កំពុងតែធ្វើការនៅកូរ៉េគាត់ចេញពីគ្រួសារនៅស្រុកខ្មែរនេះគាត់បែកពីគ្រួសាររបស់គាត់ចឹងពេលខ្លះក៏គាត់មានការលំបាកផងដែរតាក់ទងនឹងការដែលបែកពីគ្រួសារហ្នឹង Maybe that's the reason why they listen to the word of God. Maybe that's the reason why they think about after die and eternal heaven because they are suffering. បាទអញ្ចឹងប្រហែលជាដោយព្រោះតែការលំបាកឬទុក្ខវេទនាទាំងអស់ហ្នឹងហើយបានជាមូលហេតុគាត់ខំស្ដាប់ព្រះបន្ទូលព្រះនៅឲ្យដឹងអំពីជីវិតរបស់គាត់ Well, we need to remember God gives suffering and allow the difficulty
because He wants us to save. He wants us to have eternal life. បាទអញ្ចឹងយើងត្រូវចាំថាព្រះបានផ្ដល់នៅទុក្ខវេទនាការលំបាកផ្សេងៗសម្រាប់យើងពីព្រោះព្រះអង្គចង់ឲ្យយើងទទួលបាននូវសេចក្តីសង្គ្រោះ Because prodigal son, if he left the father, if he doesn't have suffering, he never thinking go back to the father, right? បាទដូចជាកូនពៅវង្វេងហ្នឹងអញ្ចឹងណាប្រសិនបើគេអត់ជួបប្រទះនៅបញ្ហាការលំបាកទុក្ខវេទនានៅពេលហ្នឹងប្រហែលជាគេមិនដែលគិតថាគេនឹងត្រូវវិលត្រឡប់ទៅឪពុកវិញទេ But he now eating with the pig, he's sleeping with the pig, he think about father. អញ្ចឹងដូចជាក្នុងអត្ថបទដែលយើងអានមកអញ្ចឹងណាគាត់កំពុងតែរស់នៅយ៉ាងវេទនាជាមួយនឹងសត្វជ្រូកស៊ីជាមួយសត្វជ្រូកចុះពេលហ្នឹងគាត់គិតអំពីជីវិតគាត់ដែលគាត់ត្រូវតែវិលត្រឡប់ទៅរកឪពុកវិញ Luke chapter 15, go back. បាទយើងមើលនៅក្នុងលូកាផងយើងជំពូក15ហ្នឹង Prodigal son said like this, 17. But when he came to himself, he said, how many of my father's hired servants have bread enough and spare, and I perish with hunger? I will arise and go to my father, and will say to him, Father, I have sinned against heaven and before you, and I am no longer worthy to be called your son. Make me like one of your hired servants. And he arose, come to his father. But when he was still great way away, his father saw him and had a compassion and ran and fell on his neck and kissed him. បាទមកខ17ដល់ខ20ថាកាលវាភ្ញាក់ដឹងខ្លួននោះក៏គិតថាឪពុកអាចមានជើងឈ្នួលប៉ុន្មានសុទ្ធតែមានអាហារបរិបូរគ្រប់គ្នាតែនៅទីនេះអញចិត្តដាច់ពោះស្លាប់ហើយអញនឹងក្រោកឡើងទៅនិយាយនឹងគាត់ថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកមែនខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេសូមទទួលខ្ញុំទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះនោះវាក៏ក្រោកឡើងដើរទៅលឺឪពុកឃើញពីចម្ងាយហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបថាវា Prodigal son become himself. That means he realized what's the problem. បាទអញ្ចឹងយើងឃើញកូនពៅវង្វេងនៅពេលហ្នឹងណាគាត់ដឹងភ្ញាក់ខ្លួនដោយខ្លួនគាត់ផ្ទាល់ណាគាត់ដឹងខ្លួនឯង He found out even though he has so much problem, if you go back to father, it will solve. He trusts the father. មានន័យថាដល់ពេលហ្នឹងគឺគាត់ដឹងពីកំហុសរបស់គាត់ថាទោះបីបើពេលនេះគាត់មានបញ្ហាណាប៉ុណ្ណាក៏ដោយដល់ពេលដែលខ្ញុំនឹងវិលត្រឡប់ទៅរកឪពុកខ្ញុំនោះខ្ញុំនឹងមានដំណោះស្រាយនៅបញ្ហានេះមានន័យថាគាត់ទុកចិត្តឪពុករបស់គាត់ He understands the father's fullness and abundantness. He has a full things. If we go back to him, everything will be solved. បាទពីព្រោះគាត់ដឹងថាឪពុករបស់គាត់មានអ្វីដ៏បរិបូរណ៍ណាមានអាហារជាច្រើនណាហើយទ្រព្យសម្បត្តិជាច្រើនដូច្នេះបានជាគិតថាពេលដែលគាត់ត្រឡប់ទៅឪពុកវិញនោះគាត់នឹង Sometimes it is difficult when you have seen when we find out God is alive in His church, we are very fearful to come to God. បាទពេលខ្លះយើងមានបញ្ហាមានការលំបាកផងដែរនៅពេលដែលយើងគិតថាយើងគឺជាមនុស្សមានបាបហើយព្រះអង្គគឺជាព្រះដែលគួរឲ្យយើងខ្លាចមានន័យថាយើងភ័យខ្លាចក្នុងការដែលយើងវិលត្រឡប់ទៅរកព្រះវិញ But he thinking over and he thinking if I go back to Father, I will be survive because he's dying. He's dying in hunger. បាទអញ្ចឹងយើងឃើញកូនម្នាក់នេះណាកូនពៅនេះនៅពេលហ្នឹងគឺគាត់គិតហើយភ្ញាក់ខ្លួនថាបើសិនបើគាត់វិលទៅរកឪពុកវិញនោះឪពុកនឹងគាត់នឹងទទួលបាននៅអ្វីជាច្រើនពីព្រោះដោយសារតែពេលហ្នឹងគាត់កំពុងតែស្រេកឃ្លានកំពុងតែចិត្តនឹងស្លាប់ទៅហើយ Same thing. Even though we are simple, even though we made a mistake, we can come back to God anytime. ដូចគ្នាដែរទោះបីបើយើងជាមនុស្សដែលមានកំហុសមានអំពើបាបជាច្រើនយើងអាចនឹងវិលត្រឡប់ទៅរកព្រះវិញគ្រប់ពេលវេលាបាន Romans chapter 8 នៅក្នុងព្រះគម្ពីររ៉ូមចំពុក8 Romans chapter 8 verse 32 ខ32 Romans chapter 8 verse 32 រ៉ូមចំពុក8ខ32 Let's read together សូមអានជាមួយគ្នា1 2 3ឯព្រះអង្គដែលមិនបានសំចៃទុកនៅព្រះរាជបុត្រាទ្រង់បង្កើតគឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នានោះតើមានទំនងអ្វីឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើងជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង
How can we trust God will receive us when we made a mistake? បាទតើយើងទុកចិត្តព្រះយ៉ាងដូចម្ដេចនៅពេលដែលថាព្រះអង្គនឹងទទួលយើងនៅពេលដែលយើងមានកំហុស How can we trust God always protects and love us? តើយើងទុកចិត្តព្រះយ៉ាងដូចម្ដេចដែលថាព្រះអង្គនឹងហើយការពារយើងคุ้មគ្រងយើងនោះ How can we know God love us continually? ហើយតើយើងអាចនឹងដឹងដូចម្ដេចថាព្រះនៅតែស្រឡាញ់យើងជានិច្ច Proline Jongchinit. How do you know? បាទតើយើងដឹងដូចម្ដេចថាព្រះនៅតែ Oh, I can listen, Zongkumai. Yeah. How can you know? Because God giving His Son onto the cross. That's the evidence God loves us. បាទអញ្ចឹងយើងឃើញផុសតាងដែលព្រះស្រឡាញ់យើងគឺព្រះអង្គបានបញ្ជូនរាជវត្រាទ្រង់ឲ្យបានសុគតនៅលើឈើឆ្កាង Even though sometimes we doubt and we worry about God protects us and God loves us, but there's a fact and evidence God giving His Son onto the cross. ទោះបីបើពេលខ្លះយើងបារម្ភយើងសង្ស័យណាអំពីការស្រឡាញ់របស់ព្រះប៉ុន្តែយើងឃើញផុសតាងដែលព្រះអង្គបានយាងមកឲ្យសុគតនៅលើឈើឆ្កាងនោះហើយគឺជាផុសតាង And the prodigal son think about his father and make the decision and he arose and go back to the father. បាទអញ្ចឹងយើងឃើញអំពីកូនពៅវង្វេងនៅពេលដែលគាត់គិតណាពិចារណាពីកំហុសរបស់គាត់គិតទៅដល់ឪពុករបស់គាត់អញ្ចឹងភ្លាមនោះគាត់បានក្រោកឡើងភ្ញាក់ខ្លួនក្រោកឡើងហើយបានរត់ទៅកាន់ផ្ទះរបស់ឪពុក Most important thing is most important prodigal son made the decision is he trusts the father and he moved towards the father. បាទអញ្ចឹងអ្វីដែលជាចំណុចល្អរបស់កូនពៅវង្វេងនោះបាទគឺគាត់ទុកចិត្តណាឪពុករបស់គាត់បានជាគាត់បានក្រោកឡើងហើយឆ្ពោះទៅកាន់ឪពុករបស់គាត់ Luke chapter 15. លូកានៅក្នុងជំពូក15 Luke chapter 15 verse from B chapter verse 7. បាទលូកាជំពូក15នៅក្នុងខ7 From B, would you read? ខ្ញុំប្រាប់អ្នករាល់គ្នាថានៅឋានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរដោយសារមនុស្សបាបតែមួយនាក់ដែលប្រែចិត្តវិញជាជាងមនុស្សសុចរិត99នាក់ដែលមិនត្រូវការប្រែចិត្តទេ God joyful born again saint, born again brother of a son, children of God. បាទអញ្ចឹងព្រះអង្គពិតជាមានសេចក្តីអំណរណាស់ចំពោះអ្នកដែលបានប្រែចិត្តវិលមករកព្រះ But God more joy about one sinner repented. ប៉ុន្តែព្រះដូចជាព្រះអង្គក៏បានប្រែចិត្តជាងនឹងទៅទៀតនៅពេលដែលមនុស្សមានបាបម្នាក់ហើយប្រែចិត្តមករកព្រះអង្គ Verse 10. នៅក្នុងខ10នៅក្នុងខ10ថាដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថាក៏មានសេចក្តីអំណរនៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្តវិញ Same thing. When sinner repent and come back to God, that's God's most joy, and all the angels will joy together. បាទដូចគ្នាដែរនៅពេលដែលមនុស្សមានបាបម្នាក់គេបានប្រែចិត្តទទួលដល់ព្រះជាម្ចាស់វិញអញ្ចឹងព្រះអង្គមានអំណរហើយទេវតាទាំងអស់គឺមានអំណរជាមួយគ្នា Let me ask you. សូមខ្ញុំសួរបងប្អូន Let's say there is two sons. ឧទាហរណ៍មានកូនពីរនាក់ One son took the 500 from the father and he ran away. មានកូនម្នាក់ដែលយកប្រាក់ពីឪពុក$500ហើយគេរត់ទៅកន្លែងផ្សេង One son took the $5 million and ran away. ហើយមានកូនមួយទៀតយក$5 លានហើយគេក៏បានរត់គេចខ្លួនផងដែរ But only this one, the $500 say, oh, if I go back, my father will beat me and hurt me, so I'm not gonna go back. He didn't come back. បាទអញ្ចឹងនៅពេលដែលកូនម្នាក់ដែលយក$500ពេលហ្នឹងគាត់គិតថាឥឡូវអញចាយអស់ហើយបើអញវិលត្រឡប់ទៅរកឪពុកវិញឪពុកអញប្រកាសជាវាយអញហើយអញអត់ទៅទេ But he took the 5 million, he ran away, but he hunger and he said, oh, even though my father beaten me, I go die with my father and come back. បាទអញ្ចឹងកូនដែលយក$5 លានហ្នឹងថាម៉េចដល់ពេលដែលគេចាយអស់ហើយគេ
ពេលហ្នឹងកំពុងតែវេទនាអត់មានអីស៊ីហើយពេលហ្នឹងគេភ្ញាក់ដឹងខ្លួនគេថាអូបើសិនបើខ្ញុំទៅជួបឪពុកខ្ញុំវិញឪពុកខ្ញុំវាយអីយ៉ាងម៉េចក៏ដោយខ្ញុំនឹងទៅហើយខ្ញុំលេងឃ្លានទៀតហើយ So father beat him so bad. You run away. $5 million. បាទអញ្ចឹងគេថាទៅបីបើឪពុកវាយយ៉ាងខ្លាំងដោយព្រោះលុយ5លានក៏ដោយក៏គេនៅទៅដែរ But he lived with the father after that. បាទអញ្ចឹងពេលហ្នឹងគេបានទៅរកឪពុកនៅពេលហ្នឹង So in father, which one father like it more? Run away with the 500 or come back with the and beaten? Which one is father like it? បាទអញ្ចឹងមួយហ្នឹងតើពីក្នុងរវាងកូនពីរហ្នឹងតើកូនមួយណាដែលពុកចូលចិត្តជាងឬក៏ស្រឡាញ់ជាងកូនមួយដែលអត់វិលមករកឪពុកវិញឬក៏កូនមួយដែលយក5លានប៉ុន្តែគេបានដឹងខ្លួនហើយវិលមករកឪពុកវិញ Because father, when they come back, he's forgiven. បាទដល់ក្នុងនាមជាឪពុកនោះដល់ពេលដែលកូននោះបានវិលមកវិញគេនឹងអត់ទោសឲ្យកូននោះ Problem of us is we not coming back to the father. អ្វីដែលជាបញ្ហារបស់យើងនោះគឺថាយើងមិនបានវិលត្រឡប់ទៅរកឪពុក How big, how many sin is not problem. If you come back to the father, God will forgive us. ទោះបីបើអំពើបាបយើងច្រើនប៉ុណ្ណាធំប៉ុណ្ណាប៉ុន្តែបើសិនបើយើងវិលត្រឡប់ទៅរកព្រះនោះព្រះអង្គនឹងអត់ទោសឲ្យយើង Isaiah chapter 44 verse 22. នៅក្នុងអេសាយ44ខ22 Isaiah chapter 44 verse 22. អេសាយ44ខ22 Okay, let's read together. បាទសូមអានជាមួយគ្នា1 2 3អញបានលុបអំពើរំលងរបស់ឯងចេញដូចជាពពកយ៉ាងក្រាស់និងអំពើបាបឯងដូចជាពពកដែរចូលវិលមកឲ្យអញវិញពីព្រោះអញបានលួសឯងហើយ God cleaned our sin by the blood of Jesus Christ 2000 years ago. បាទព្រះបានសម្អាតអំពើបាបផុតយើងតាមរយៈព្រះយេស៊ូវគ្រីស្ទនៅជាង2000ឆ្នាំមុន He's not conditioning to come to clean your sin. He already clean your sin. That's why he asked you to come back. បាទមានន័យថាព្រះអង្គបានធ្វើរួចហើយព្រះអង្គបានសម្អាតបាបយើងរួចហើយដូច្នេះបានជាព្រះអង្គចង់ឲ្យយើងបានវិលត្រឡប់មករកព្រះជាម្ចាស់វិញ Just like a prodigal son's father already forgive his son and waiting for a long time. ក៏ដូចជាឪពុករបស់ហើយកូនពៅវង្វេងចឹងណាគឺគាត់បានអត់ទោសឲ្យកូននឹងហើយគាត់រងចាំឲ្យកូននឹងណាវិលត្រឡប់មករកគាត់វិញ This is father's heart and also God's heart towards the sinner. បាទនេះគឺជាទឹកចិត្តរបស់ឪពុកហើយនឹងព្រះគឺដូចគ្នាដែលព្រះអង្គធ្វើទៅចំពោះមនុស្សមានបាប Luke chapter 15 verse 20. បាទនៅក្នុងព្រះគម្ពីរលូកាដដែលហ្នឹងនៅចំពុក15ខ22 And he arose and came to his father, but when he was still great way, his father saw him and had compassion and ran and fell on his neck and kissed him. បាទឃើញថាតែឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងឲ្យមកផងរួចយកកូនគោមកបំពន់សម្រាប់ If you picture it, it's like a great picture in your mind. Just think about draw the picture. The son was like a long hair, shabby clothes, smelly like swine. He is just worried about if father take or not. He just going to the home. បាទអញ្ចឹងបើសិនបើយើងសម័យសម័យមើលណាសម័យមើលអំពីហេតុការណ៍ហ្នឹងណាដូចជាកូនហ្នឹងពេលហ្នឹងគឺគាត់ប្រហែលជាកំពុងតែមានរូបរាងស្អុយប្រឡាក់ប្រឡូកសក់វែងហើយកំពុងតែដើរទៅរកឪពុកហើយឪពុករបស់គាត់ធ្វើយ៉ាងម៉េច It's very far away, but not the son saw the father, but father saw the son. Oh, he's my son. បាទអញ្ចឹងយើងឃើញពីចម្ងាយនៅពេលដែលចិត្តទៅដល់ផ្ទះណាពីចម្ងាយហ្នឹងណាកូនអត់ទាន់បានឃើញឪពុកទេប៉ុន្តែឪពុកឃើញកូនពីចម្ងាយណាគាត់ឆ្លើយថាអូកូនបានវិលមកវិញហើយ He's my son. He has a great compassion, love. នេះជាកូនរបស់ខ្ញុំណាមានន័យថាគាត់មានសេចក្តីស្រឡាញ់ដ៏ធំធេងទៅដល់កូនរបស់គាត់ And he ran. ហើយពេលហ្នឹងគាត់ព្យាយាមរត់ទៅកាន់កូនរបស់គាត់ And he hold and kissed him. បាទគាត់បានអោបហើយនឹងថើបកូនរបស់គាត់ Even very smelly. ទោះបីបើកូនគាត់ពេលហ្នឹងស្អុយណាមានក្លិនអាក្រក់ក៏ដោយ But father didn't care. ឪពុកមិនខ្វល់អំពីក្លិនអាក្រក់នោះទេ That's our father waiting for us. នោះហើយគឺជាឪពុកដែលកំពុងតែរងចាំយើង
He waiting at the gate every day. When is my son come? When is my son come? បាទគាត់តែងតែរងចាំនៅឯរបងផ្ទះណារងចាំតើកូនអញមកពេលណាណាពេលណាកូននឹងមកវិញ He just wanting to know, is he eating well? Is he sleeping? Or he's alive? Every day he worry about his son. បាទឪពុកតែងតែខ្វល់ពីកូនតើកូនបានអីញ៉ាំបានអីបរិភោគបានអីស្លៀកពាក់ណាគាត់តែងតែព្រួយបារម្ភរាល់ថ្ងៃ Yes, God hate the sinner. God is judge about sin. God is righteous God. បាទជាការពិតព្រះគឺជាព្រះដ៏សុចរិតណាព្រះអង្គជាព្រះដ៏យុត្តិធម៌ដែលព្រះអង្គនឹងជំនុំជម្រះដល់អស់ទាំងមនុស្សមានបាប But God has great compassion and love towards the sinner. ប៉ុន្តែព្រះក៏ព្រះអង្គជាព្រះដែលមានសេចក្តីស្រឡាញ់ដ៏ធំធេងទៅដល់មនុស្សមានបាបនោះផងដែរ Isaiah chapter 1. អេសាយចំពុក Isaiah chapter 1 verse 2. 1អេសាយចំពុក 1 ខ 2 Isaiah chapter 1 verse chapter 1 verse 2 to 6. បាទចំពុក 1 ខ 2 ដល់ខ 6 Would you read for me them? chapter 1 verse 2 to 6 Yes. អោឋានសួគ៌អើយចូលស្ដាប់ហើយផែនដីអើយចូលផ្ទៀងត្រចៀកចុះត្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលហើយថាអញបានចិញ្ចឹមបីបាច់រក្សាកូនតែវារាល់គ្នាបានបះបោនឹងអញវិញឯគោវាស្គាល់ម្ចាស់ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះរាជអញមិនពិចារណាទេណូប្រទេសដ៏មានបាបជាសះផ្ទុកដោយអំពើទុច្ចរិតជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ជាពួកកូនចៅដែលប្រព្រឹត្តវាយកោងគេបានបោះបង់ចោលព្រះយេហូវ៉ាគេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសអ៊ីស្រាអែលគេបានត្រូវព្រាត់ថយទៅក្រោយឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអីបានជាចេះតែបះបោកាន់តែច្រើនឡើងដូច្នេះគ្រប់ទាំងក្បាលក៏ឈឺគ្រប់ទាំងចិត្តបានល្វើយផងហើយចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាលនោះឥតមានកន្លែងណាមមួនឡើយគឺមានសុទ្ធតែរបួសនិងជាំហើយស្នាមរំពាត់ថ្មីឥតបានបិទផ្ចិតឬរុំឬចាក់ប្រេងឲ្យធូរស្រាកទេ Israel people who away from the God, they have a head to toe, all broken. Verse 6 say, from the sole of the foot even the head, and there's no soundness in it, but only the bruise and putrefied sore, and they had not been close wound up, smoothed and ointment, all broken the head to toe, because they are against God. ពីពួកអ៊ីស្រាអែលណាចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាលណាអត់មានកន្លែងណាមមួនឡើយមានន័យថាគឺសុទ្ធតែជាប់ហើយនឹងរបួសនឹងរំពាត់ណានឹងការអាក្រក់ផ្សេងពីព្រោះសារតែគេបះបោជាមួយនឹងព្រះ But God asking like this, verse 18, come now and let us reason together, say the Lord. Through your sin and like a scarlet, they shall be white as snow. They have a red like crimson. They shall be like a wool. បាទប៉ុន្តែយើងមើលនឹងខ18ថាម៉េចព្រះយេហូវ៉ាទ្រង់មានបន្ទូលថាមកចុះយើងនឹងពិភាក្សាជាមួយគ្នាទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមតេងក៏ដោយគង់តែនឹងបានសដូចហេមៈទោះបើក្រហមឆ្អៅក៏ដោយគង់តែនឹងបានដូចជារោមជៀមវិញ God asks us just come and he will clean us. ព្រះអង្គបានសុំឲ្យយើងបានវិលត្រឡប់រកព្រះអង្គនឹងសម្អាតបាប After the father ran into the prodigal son and hold the neck and kiss him, and this is what son say. Luke chapter 15 and 21. បាទក្រោយពេលដែលកូនបានវិលត្រឡប់ទៅរកព្រះហើយឪពុកបានទទួលដោយការអោបថើបហើយកូននោះបាននិយាយយ៉ាងម៉េចជាមួយនៅក្នុងខ10ចំពុក15 And the son said to him, Father, I have sinned against heaven and your sight, and no longer worthy to be called your son. But father said to his servant, bring out the best robe, put it on him, and put the ring in his hand and the sandal on his feet, and bring the fatted calf and kill it, and let us eat and be merry. For this son was dead and alive again. He was lost and found. They began to be merry. បាទអញ្ចឹងមួយខ21ថាទើបវានិយាយថាឪ
លោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេតែឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងរួចយកកូនគោដែលបំពន់មកសម្លាប់ចុះយើងនឹងបរិភោគអសប្បាយឲ្យសប្បាយចិត្តត្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ Just think about it. The son was like a holding leg by the father. បាទអញ្ចឹងយើងឃើញឲ្យដូចនៅពេលហ្នឹងកូនគឺត្រូវអោបណាជាប់ពីឪពុកណាឪពុកអោបជាប់ But in his mind, he was worried. Oh, my father will be chastening, or my father will be angry. He said like, Father, I cannot be your son anymore. Just make us your servant. That's what he said to the បាទ father. អញ្ចឹងទោះបីបើកូនហ្នឹងណាត្រូវឪពុកអោបជាប់ក៏ដោយប៉ុន្តែគាត់នៅតែបារម្ភគាត់នៅតែគេថាអូឪពុកអើយខ្ញុំមិនគួរឲ្យគេហៅខ្ញុំជាកូនឪពុកទៀតទេណាឲ្យខ្ញុំគួរតែជាបាវអំរើរបស់ឪពុក But what did father say? ប៉ុន្តែឪពុកនិយាយយ៉ាងម៉េច Bring the robe, bring the ring, bring the shoes. Take care, my son. បាទប៉ុន្តែឪពុកថាម៉េចចូលឲ្យយកអីអាវដែលល្អបំផុតណាយកអីចិញ្ចៀនយកមកបំពាក់ហើយនឹងស្បែកជើងឲ្យកូនរបស់អញ Father didn't ask, where's my money? អញ្ចឹងឪពុកមិនមែនសួរថាអូតើលុយបើអញឯងយកបំផ្លាញទៅណា What did you do? What kind of sin you do? តើអំពើបាបអីខ្លះដែលឯងបានធ្វើ No, father didn't ask anything. បាទប៉ុន្តែឪពុកអត់បានសួរបែបហ្នឹងទេ Father is joyful. My son is lost and dead and alive again. Let's party. បាទអញ្ចឹងឪពុកគាត់ថាអូឥឡូវកូនអញនេះវាស្លាប់តែវារស់វិញហើយវាបាត់ឥឡូវបានរកឃើញហើយយើងអសប្បាយជាមួយគ្នា Shabby dirty clothes taken off, brand new robe, and to the ring. Ring is power to do the buy and sell, authority like a son. បាទអញ្ចឹងយើងឃើញពេលហ្នឹងសម្លៀកបំពាក់ដែលកខ្វក់ណាគេដោះចេញហើយគេស្លៀកពាក់ស្អាតឲ្យកូនហ្នឹងហើយបំពាក់ចិញ្ចៀនគឺមានន័យថាអំពីចង់និយាយអំពីសិទ្ធិអំណាចដែលគេធ្វើជាកូនរបស់ឪពុកហ្នឹងវិញ Father and son, he left the world like this, miserable, like a swine. បាទអញ្ចឹងយើងឃើញពេលហ្នឹងឪពុកហើយនឹងកូនគេបានបែកចេញពីគ្នាមានទុក្ខវេទនានៅពេលហ្នឹង He just want to be servant of father. បាទបានជាកូនហ្នឹងពេលត្រឡប់ទៅវិញចង់ធ្វើជាបាវអំរើតែប៉ុណ្ណោះ But father make him son again. But Or I- even he give tôi- all the inheritance. The giving the ring is all the wealth he giving back to him. បាទ Because he can buy and sell with the ឪពុក ring. បាទឪពុកបានរាប់កូនហ្នឹងធ្វើជាកូនរបស់គាត់ដូចធម្មតាហើយបានផ្ដល់នៅទ្រព្យសម្បត្តិណាផ្ដល់នៅអ្វីដែលជាគេអកទៅដល់កូនហ្នឹងចិញ្ចៀនឬទ្រព្យសម្បត្តិ Just like that, Adam and Eve commit the sin, go to the Satan, they should go to hell. បាទដូចគ្នាដែរដូចជាអាដាមហើយអេវ៉ាដែលគេប្រព្រឹត្តអំពើបាបដែលគួរតែធ្លាក់ទៅឋាននរក Maybe we just want to not go in hell because we want to be just servant, or we want to be like a creature, not going hell. បាទប្រហែលជាយើងអត់ចង់ទៅឋាននរកទេប៉ុន្តែយើងសូមព្រះណាឲ្យយើងคล้ายទៅជាសត្វឬក៏ជាអ្វីដែលផ្សេងដែលមិនមែនជាមនុស្សវិញយើងអាចនឹងសូមព្រះអញ្ចឹង Maybe if we're not going hell, that's best thing happen to us. អញ្ចឹងបើសិនបើយើងមិនផ្លាត់ធ្លាក់ទៅឋាននរកប្រហែលជានោះជាអាការដែលល្អបំផុតហើយដែលយើងអាចទទួលបាន But God makes a son ប៉ុន្តែផ្ទុយទៅវិញព្រះអង្គរាប់យើងធ្វើជាកូនរបស់ព្រះ and treat us like a Jesus Christ, ហើយបានរាប់យើងណាដូចជាព្រះយេស៊ូវគ្រីស្ទផងដែរ giving all the power and authority in heaven. បានផ្ដល់ឲ្យយើងមានសិទ្ធិអំណាចណានៅឯនគរឋានសួគ៌ That's our God. នោះហើយជាព្រះរបស់យើង And after that, verse 24. ហើយនៅក្នុងខ24 For this son was dead and he alive again. He was lost and found. And they began to be married. They are servants who are waiting for the son to come. They are also joy. បាទអញ្ចឹងយើងឃើញឲ្យនៅពេលដែលកូននឹងបានវិលត្រឡប់មកវិញណាគឺគេបានមានសេចក្តីអំណរអសប្បាយជាមួយនឹងគ្នា
Do you remember the Luke chapter 15 verse 10 say, all the angel also joy when sinner repent? យើងចាំបានទេនៅក្នុងខ10នៅជំពូក15ដដែលហ្នឹងដែលថាមនុស្សមានបាបមួយអ្នកប្រែចិត្តនឹងទេវតាគេនឹងអសប្បាយជាមួយគ្នា Think about it. Father all the time look at the gate. Oh, when is my son come? He worry. បាទអញ្ចឹងយើងមើលនៅពេលហ្នឹងឪពុកតែងតែព្រួយបារម្ភពីកូនតែងតែរងចាំពីកូនដើម្បីឲ្យកូននឹងវិលត្រឡប់មកវិញ And all the servant of father they can eating and party because the owner is really sad. They can do that. បាទអញ្ចឹងហើយតើបើបំរើគេដែលសប្បាយជាមួយគ្នាទេនៅពេលដែលចវាយកំពុងទុកវេទនាកំពុងតែពិបាកចិត្តណាចវាយមិនអាចនឹងធ្វើបែបហ្នឹងបានទេ They always so our Lord is not feeling good, so be careful. Do not encourage him. He's mad. Maybe be careful. They always careful. បាទអញ្ចឹងបាវហ្នឹងប្រហែលជាតែងតែប្រយ័ត្នតែងតែភ័យខ្លួនដោយព្រោះតែចវាយកំពុងតែមានទុកវេទនាហ្នឹង But now the son came and father's joy and father say kill the animal, let's eat the party, and they say, oh, today we can eat some meat, let's have a party together. បាទអញ្ចឹងដល់ពេលហ្នឹងពេលដែលកូនវិលត្រឡប់មកវិញចវាយគេបានបញ្ជាថាឲ្យយកសัตว์ណាយកឈាមយកមកសម្លាប់ណាធ្វើម្ហូបជប់លៀងអញ្ចឹងប្រហែលជាចវាយហ្នឹងគេអសប្បាយអូថ្ងៃនេះយើងសប្បាយហើយយើងបានញ៉ាំសាច់ហើយ That's why they can joy together with the ព្រោះហើយបាន father. ជាគេបានមានសេចក្តីអំណរជាមួយនឹងគ្នា Just like father didn't ask anything, God would not ask anything when we come back to the Lord. ដូចជាឪពុកដែរឪពុកអត់ដែលសួរឬគល់ថាកូនទៅណាបំផ្លាញទ្រព្យសម្បត្តិអីគឺឪពុកអត់សួរទេអញ្ចឹងព្រះដូចគ្នាព្រះអង្គមិនខ្វល់ពីអំពើបាបដែលយើងធ្វើនោះទេ Isaiah chapter 38. អេសាយ38 Isaiah chapter 38 verse 17. អេសាយ38ខ17 Let's read together. Isaiah chapter 38 verse 17. អេសាយ18ខ17មើលទូលបង្គំមានសេចក្តីជូរជាត់យ៉ាងខ្លាំងនោះគឺឲ្យទូលបង្គំមានសេចក្តីសុខទេទ្រង់បានប្រោះឲ្យទូលបង្គំរួចពីរណ្ដៅនៃសេចក្តីពុករលួយដោយសេចក្តីស្រឡាញ់ដល់ព្រលឹងទូលបង្គំត្បិតទ្រង់បានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំទៅក្រោយទ្រង់ហើយ God loves our soul. That's why He cast out all the sin behind His back. បាទព្រះអង្គស្រឡាញ់យើងម្ល៉េះហើយបានជាព្រះអង្គយកអស់ទាំងអំពើបាបហើយដាក់ខាងក្រោយយើង And He never asking. ហើយព្រះអង្គមិនដែលសួរខ្វល់ពីអំពើបាបយើង Hebrews chapter 10 verse 17, 18. នៅក្នុងព្រះគម្ពីរហេព្រើរជំពូក10 Hebrews chapter 10 verse 17 and 18. ហេព្រើរ10 17 18 Say, then he added, their sin and their lawless deed I will remember no more. Now where there is remission of those, there is no longer over offering of sin. បាទ17 18ថាម៉េចនោះទ្រង់បានបន្ថែមនៅព្រះបន្ទូលនេះទៀតថាអាចនឹងលែងនឹកចាំពីអំពើបាបនិងសេចក្តីទទឹងច្បាប់របស់គេទៀតដូច្នេះដែលបានប្រោះឲ្យរួចពីសេចក្តីទាំងនោះរួចហើយនោះមិនចាំបាច់ថ្វាយដង្វាយដោយព្រោះបាបទៀតទេ Our God cannot lie or broke the promise. ព្រះអង្គមិនដែលកុហកឬក៏ព្រះអង្គមិនដែលភ្លេចនៅព្រះបន្ទូលសន្យារបស់ព្រះ Their sin, their lawless need I will remember no more. បាទគ្រប់ទាំងអំពើបាបនិងសេចក្តីទទឹងច្បាប់ឬក៏ការទុច្ចរិតនឹងព្រះអង្គលែងនឹកចាំទៀតហើយ And God forgive our sin, there's no offering is necessary. ហើយព្រះអង្គបានប្រោសឲ្យយើងរួចពីបាបហើយព្រះអង្គមិនត្រូវការដង្វាយលុះបាបទៀតទេ But how the brothers act? ប៉ុន្តែតើយើង The first son, let's look at the Luke chapter 15 verse 25. បាទសូមមើលនៅក្នុងលូកាចំពុក15ហ្នឹង Verse 25 to 30. បាទខ25ដល់30ឯកូនច្បងឯកូនច្បងនៅឯចំការកាលត្រឡប់មកជិតដល់ផ្ទះនោះក៏ឮសូរភ្លេងនិងរបាំគាត់ហៅពួកបាវម្នាក់មកសួរថាគេធ្វើអ្វីហ្នឹងបាវនោះក៏ជម្រាបថាប្អូនលោកត្រឡប់មកវិញហើយ
លោកឪពុកបានសម្រាប់កូនគោដែលបំពន់ដោយព្រោះបានកូនមកវិញដោយសុខសាន្តដូច្នេះគាត់ក៏ខឹងមិនព្រមចូលទៅសោះបានជាឪពុកចេញមកអង្វរដល់គាត់តែគាត់ឆ្លើយថាមើលខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយមិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះតែលោកឪពុកមិនដែលឲ្យកូនប្រពេសំបីតែមួយឲ្យខ្ញុំបានសប្បាយជាមួយនឹងពួកមិត្តសម្លាញ់ខ្ញុំឡើយឯកូនលោកឪពុកដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ដោយនៅស្រីអ្នកលេងនេះកាលបានមកដល់នោះលោកឪពុកសម្រាប់កូនគោដែលបំពន់ឲ្យវាភ្លាម The first son who was walking in the field, he jealous about his younger son come back and father give party. បាទចឹងយើងឃើញកូនច្បងដែលនៅឯវាលពេលត្រឡប់មកផ្ទះវិញគាត់មានសេចក្តីច្រណែនចំពោះហើយវិធីជប់លៀងឬក៏ការទទួលកូនពៅមកវិញចឹងគឺគាត់ច្រណែនចំពោះឪពុកដែលធ្វើបែបនោះ Verse 20 say, but he was angry and would not go in. Therefore the father came out to plead with him. He's angry. He's not joining the party of what father give to the son. បាទចឹងពេលហ្នឹងកូនច្បងខឹងណាកូនច្បងអត់ចូលរួមទេអត់ចូលរួមវិធីជប់លៀងដែលឪពុកធ្វើសម្រាប់កូនពៅនោះទេ Because his heart doesn't have a love of son, a lot of love of brother, or he doesn't understand father's mind. ពីព្រោះសារតែកូនច្បងហ្នឹងគាត់អត់មានសេចក្តីស្រឡាញ់ចំពោះប្អូនរបស់គាត់ហើយក៏អត់ដឹងអំពីទឹកចិត្តរបស់ឪពុកបែបណានោះទេ But father convinced him like this. Verse 32. It is right that we should make merry and be glad, for your brother was dead and is alive again, and was found lost and is found now. បាទខ30ថាអោគុណឪពុកដែល verse 30 Yeah, 32, sorry, 32. បាទខ32ថាគួរឲ្យយើងស៊ីលៀងដោយអសប្បាយទៅពីព្រោះប្អូនឯងនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់បង់តែបានឃើញមកវិញហើយ We are like a prodigal son who are lost our way and heading to the hell. បាទយើងគឺប្រៀបដូចជាកូនវង្វេងនឹងចឹងណាដែលបាត់បង់ទិសដៅបាត់បង់ផ្លូវរបស់យើងដែលសាកសមនឹងធ្លាក់ទៅក្នុងឋាននរក But our Father saves us and waiting us to come back to the life difficulty. ប៉ុន្តែព្រះបានរងចាំយើងដើម្បីនឹងសង្គ្រោះយើងផ្ដល់ជីវិតមកដល់យើងវិញ Only thing we need to come back to the Father. អ្វីដែលយើងធ្វើនោះគឺយើងគ្រាន់តែវិលត្រឡប់ទៅរកឪពុករបស់យើងវិញ After we come back to the Father, we need to know there are so many people lost from the Father. ក្រោយពេលដែលយើងបានវិលត្រឡប់ទៅរកឪពុករបស់យើងវិញហើយយើងត្រូវតែដឹងថាមានមនុស្សជាច្រើនដែលគេកំពុងតែបាត់បង់ The preaching the gospel is basically let the how Father is good, ask them to come back to Him. បាទអញ្ចឹងអ្វីដែលការផ្សាយមិនល្អនោះគឺត្រូវការប្រាប់អំពីទឹកចិត្តរបស់ឪពុកដែលឪពុកជាឪពុកដ៏ល្អហើយសូមឲ្យវិលត្រឡប់មករកឪពុកវិញ Next Saturday and Sunday we'll have a Bible seminar. បាទដូចជានៅក្នុងថ្ងៃសៅរ៍ក្រោយហើយនៅថ្ងៃអាទិត្យដែលយើងនឹងធ្វើសិក្ខាសាលា Please join in the seminar and invite your friend and your សូម family ដាក់ចូល member រួមហើយអញ្ជើញមិត្តភ័ក្តិយើងបងប្អូនយើងឲ្យគាត់បានចូលរួម so they can have chance to come back to Father also. ដើម្បីគាត់មានឱកាសក្នុងការដែលវិលត្រឡប់ទៅរកឪពុកផងដែរ Let's pray together. សូមអធិដ្ឋានជាមួយគ្នា Father, thank you for save us and then clean our sin by the blood of Jesus Christ. ព្រះម្ចាស់អរគុណដល់ព្រះអង្គសម្រាប់ការដែលព្រះអង្គបានសង្គ្រោះហើយសម្អាតអំពើបាបរបស់កូនតាមរយៈព្រះយេស៊ូវគ្រីស្ទ You made us children of God by your grace and your mercy. ព្រះអង្គបានឲ្យយើងក្លាយទៅជាកូនរបស់ព្រះអង្គតាមរយៈព្រះគុណហើយនិងសេចក្តីមេត្តាករុណា Lord, we pray for there are so many people still lost it and away from the Father. ព្រះអង្គយើងអធិដ្ឋានសម្រាប់បងប្អូនជាច្រើនដែលកំពុងតែបាត់បង់កំពុងតែបែកឆ្ងាយចេញពីឪពុក Please save them, to help them to come back to the Father God. សូមបានសង្គ្រោះពួកគាត់ជួយគាត់ដើម្បីឲ្យវិលត្រឡប់មករកព្រះអង្គវិញ So that they can join the Father's grace and Father's love. ដើម្បីឲ្យគាត់បានចូលរួមជាមួយគ្នានៅព្រះគុណហើយនិងសេចក្តីស្រឡាញ់របស់ព្រះអង្គ Thank you so much. We pray in the name of our Lord Jesus Christ. អរគុណព្រះអង្គយើងសូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Amen